រឿងរបស់យើងនៅពេលនេះចាប់ផ្ដើមឡើងជាមួយនឹងបុរសម្នាក់គេក៏បានលោតចុះមកជាន់ទៅកាន់មនុស្សនៅក្នុងបក្សស៊ីមូព្រមទាំងនិយាយអំពីរហស្សនាមខ្លួនឯងថាគេគឺជាមនុស្សមកពីបក្សយីនឈ្មោះរបស់គេនោះគឺជាយីនសានចំពោះព្រឹទ្ធាចារ្យវាងបន្ទាប់ពីដឹងថាម្នាក់នេះគឺជាយីនសានហើយក៏មានការភ្ញាក់ផ្អើលបន្តិចដូចគ្នាពីព្រោះថាគេនឹងក៏អាចរាប់ទុកបានថាគឺជាមនុស្សដែលមានសមត្ថភាពនៅក្នុងបក្សយីនមួយនោះចំណែកយីនសានរបស់យើងនៅពេលហ្នឹងក៏បាននិយាយទៅកាន់មនុស្សដែលស្ថិតនៅក្នុងបក្សស៊ីមូថាពួកគេទាំងអស់គ្នាហ្នឹងគឺសុទ្ធសឹងតែជាមនុស្សធម្មតាគ្មានសមត្ថភាពខ្លាំងអស្ចារ្យអីនោះទេហើយគេគ្រាន់តែផ្ទាត់ដៃតែបន្តិចធ្វើឲ្យដាវដ៏ធំរបស់គេមុននឹងនៅពេលនេះក៏ចាប់ផ្ដើមបញ្ចេញជាមួយនឹងពន្លឺព្រមទាំងនិយាយទាំងសោចដូចគ្នាទៀតថាពួកឯងទាំងអស់គ្នាគឺច្បាស់ជាចប់នៅក្នុងដៃរបស់យើងប៉ុន្តែយើងគឺមិនចង់ឲ្យរឿងគឺបញ្ចប់ទាំងបែបនេះឡើយពួកឯងទាំងអស់គ្នាគឺត្រូវតែយកទ្រព្យសម្បត្តិណាដែលមានតម្លៃរបស់ពួកឯងចេញមកប្រគល់មកឲ្យយើងភ្លាមតែធ្វើឲ្យលោកមេប៉ារបស់យើងដែលជាធានស៊ីនៅពេលហ្នឹងក៏បានត្រឹមតែឈរសម្លឹងទៅកាន់បរិសម្នាក់ហ្នឹងទាំងមួម៉ៅតែប៉ុណ្ណោះចំពោះយិនសានឃើញគ្រប់គ្នាមិនអើពើអំពីខ្លួនគេក៏បានកោះហៅអ្នកចម្បាំងពីរអ្នកនេះចេញមកព្រមទាំងនិយាយទៅថាជាមួយនឹងអ្នកបម្រើរបស់ខ្ញុំទាំងពីរនេះគឺច្បាស់ជាអាចដោះស្រាយបញ្ហាក្នុងប៉ាស៊ីមូបានបរិសម្នាក់នេះចូលទៅក៏ត្រូវបានមួយដំបងឲ្យគេស្លាប់នៅនឹងកន្លែងចំពោះសិស្សគុណផ្សេងទៀតនៅក្នុងប៉ាស៊ីមូឃើញដូច្នេះក៏បានស្ទុះចូលទៅដើម្បីធ្វើការចាប់ការទៅកាន់អ្នកទាំងពីរដែលធ្វើឲ្យបរិសម្នាក់នេះនៅពេលហ្នឹងគឺពិតជាមួម៉ៅខ្លាំងដូចគ្នាព្រោះថារឿងរ៉ាវទាំងអស់ហ្នឹងគឺបង្កឡើងដោយសារតែបរិសម្នាក់តែប៉ុណ្ណោះម្នាក់នោះគឺជាតួប្រុសរបស់យើងដែលជាធានយ័ន្តហើយយិនសានគេគឺពិតជាមានប្រៀបយ៉ាងខ្លាំងមកលើមនុស្សនៅក្នុងប៉ាស៊ីមូស្របពេលដែលតួប្រុសធានយ័ន្តនៅពេលហ្នឹងក៏បានបង្ហាញខ្លួនចេញមកដែលធ្វើឲ្យយិនសានឃើញដូច្នេះគឺពិតជាឆ្ងល់ខ្លាំងមែនតែនតើម្នាក់ហ្នឹងគឺជានរណាទៅហេតុអីក៏អាចបង្ហាញខ្លួនបែបនេះមើលទៅឯងគឺគ្រាន់តែជាកាកសំណល់មួយដុំនៅក្នុងប៉ាស៊ីមូតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលគេបានឃើញជាមួយនឹងកញ្ញាចាងហានព្រមទាំងស៊ីវស៊ីនោះគេគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនតែនព្រមទាំងនិយាយទៅថារាងកាយវិញ្ញាណដ៏ទេវភាពពីបុរាណមិននឹកស្មានដល់នោះទេថាយើងគឺមានសំណាងបែបនេះយើងគឺទទួលបានរាងកាយវិញ្ញាណពីបុរាណរហូតដល់2អាណោះវាគឺពិតជាសំណាងខ្លាំងមែនតែនការធ្វើដំណើរមកប៉ាស៊ីមូនៅក្នុងថ្ងៃនេះអស្ចារ្យខ្លាំងមែនតែនដែលធ្វើឲ្យយិនសានរបស់យើងបន្ទាប់ពីនិយាយដូច្នេះហើយគេគឺពិតជាសប្បាយចិត្តមើលទៅកាន់ម្ដាយកូនទាំងពីរនាក់នឹងយិនសានរបស់យើងគេនិយាយបណ្ដាសម្លឹងទៅកាន់កញ្ញាចាងហានរបស់យើងបណ្ដាព្រមទាំងនិយាយទៅថាធម៌ពលវិញ្ញាណនៅក្នុងរាងកាយរបស់នាងគឺហាក់ដូចជាចុះខ្សោយដោយសារតែមានត្រាមួយគឺបិទបាំងនៅធម៌ពលរបស់នាងព្រមទាំងធ្វើឲ្យការដាំដុះរបស់នាងគឺមានការធ្លាក់ចុះទៀតផងនៅពេលដែលគេនិយាយផងសោចនៅទីកន្លែងមួយនឹងផងគេក៏ស្រាប់តែទទួលបាននូវអារម្មណ៍នៃការសម្លឹងមើលដ៏គួរឲ្យភ័យខ្លាចចំណែកសិស្សគុណផ្សេងទៀតនៅក្នុងប៉ាស៊ីមូនិងប៉ាដតីទៀតដែលមានវត្តមាននៅទីកន្លែងមួយនឹងក៏មានការភ្ញាក់ផ្អើលដូចគ្នាហើយបរិសម្នាក់នឹងក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាលើកទី2ព្រោះថាគេនឹងគឺបានឃើញជាមួយនឹងគ្រាប់ថ្នាំអមតៈកម្រិតទី2នៅក្នុងដៃព្រឹទ្ធាចារ្យម្នាក់នេះដែលព្រឹទ្ធាចារ្យរបស់យើងក៏បាននិយាយទៅថាកំប៉ះពាល់មនុស្សនៅក្នុងប៉ាស៊ីមូរបស់យើងអីអ្នកនឹងគឺអាចយកថ្នាំមួយនេះបានបន្ទាប់ពីឮដូច្នេះហើយគេក៏បានស្ទុះចូលទៅយ៉ាងលឿនឆក់យកថ្នាំអមតៈកម្រិតទី2មួយនឹងដែលធ្វើឲ្យព្រឹទ្ធាចារ្យយ៉ាងរបស់យើងឃើញដូច្នេះក៏មានការភ្ញាក់ផ្អើលជាមួយនឹងព្រឹទ្ធាចារ្យរបស់ខ្លួនដូចគ្នាជាពិសេសនោះគឺជាព្រឹទ្ធាចារ្យយានចំពោះព្រឹទ្ធាចារ្យដែលយកគ្រាប់ថ្នាំឲ្យយិនសានមុននឹងនៅពេលនេះគឺហាក់ដូចជាមិនសូវមានផលល្អប៉ុន្មាននោះទេត្រូវបានយិនសាននឹងគឺជន់ទៅដោយបាតជើងរបស់គេញីទៀតផងដែលធ្វើព្រឹទ្ធាចារ្យរបស់យើងឡើងស្លើភ្នែកឡើងទៅផ្នែកខាងលើយិនសានកាន់គ្រាប់ថ្នាំអមតៈកម្រិតទី2បានសរសើរថាគ្រាប់ថ្នាំអមតៈកម្រិតទី2គឺជាគ្រាប់ថ្នាំដ៏កម្រអ្វីដែលពិសេសជាងនេះទៅទៀតគឺមានរាងកាយវិញ្ញាណបុរាណរហូតដល់2នៅក្នុងប៉ាស៊ីមូទៀតវាគឺពិតជាល្អខ្លាំងមែនទែនសម្រាប់ខ្ញុំដែលជាយិនសានខ្ញុំគឺច្បាស់ជាកើនឡើងជាមួយនឹងមុខតំណែងផ្សេងទៀតនៅក្នុងប៉ារបស់ខ្ញុំជាក់ជាមិនខានចំណែកលោកមេប៉ាឲ្យយិនសានម្នាក់នឹងដកជើងចេញពីមុខព្រឹទ្ធាចារ្យម្នាក់នេះទៅចំពោះយិនសានបន្ទាប់ពីឮហើយគឺមិនខ្វល់សប្បីតែបន្តិចបញ្ជាកូនចៅទាំង2នាក់របស់ខ្លួនឲ្យចូលទៅចាប់ទាំងម្ដាយទាំងកូនយកទៅក្នុងប៉ារបស់ខ្លួនឮដូច្នេះម្ដាយកញ្ញាចាងហានគឺពិតជាស្រែកខ្លាំងមែនទែនថាឲ្យឈប់ភ្លាមប៉ុន្តែអ្នកក្លាហានយិនសារបស់យើងគឺមិនឈប់នោះទេស្របពេលដែលគេក៏បានសម្លឹងទៅកាន់ម្ដាយកូនទាំងពីរហាក់ដូចជាមានការភ័យខ្លាចចំណែកអ្នកក្លាហានទាំងពីរកាន់អាវុធនៅពេលហ្នឹងក៏លិតជង្គង់ចុះទៅផ្នែកខាងក្រោមប៉ុន្តែពួកគេក៏នៅតែមានកម្លាំងអាចក្រោកឈរបានធ្វើដំណើររត់ចូលទៅទៀតដើម្បីបើកការវាយប្រហារតែម្ដងយើងឃើញថាដំបងរបស់គេគឺពិតជាធំព្រឹទ្ធាចារ្យរបស់យើងក៏បានស្រែកថាប្រុងប្រយ័ត្ននៅពេលដែលគេវាយចេញទៅក៏មានដៃមួយមកទប់ទល់ចំហាយនៃធម៌ពលក៏បានផ្ទុះឡើងដែលធ្វើឲ្យអ្នកក្លាហានរបស់យើងដែលជាយិនសានគេគឺពិតជាភ្ញាក់ផ្អើលព្រមទាំងនិយាយទៅថាតាមពិតគឺជាអាម្នាក់នោះគេគឺបានសម្លឹងខ្ញុំតាំងពីដំបូងមកម្លេះអ្នកក្លាហានរបស់យើងនៅពេលហ្នឹងក៏យកដំបងរបស់ខ្លួនចូលទៅវាយប្រហារទៅកាន់ធានយ័ន្តស្របពេលដែលយិនសានគឺបានត្រឹមតែឈរញញឹមបកផ្សែងចេញព្រមទាំងនិយាយទៅថាជាមួយនឹងញញូស្ពាន់ទាំងគូគេម្នាក់នោះគឺមិនអាចទប់ទល់បាននោះទេហើយមើលទៅនៅពេលនេះសម្បីតែសាកសពបរិសម្នាក់នោះមើលទៅក៏គ្មានផងវាគឺពិតជាគួរអាណិតបន្ទាប់ពីបើកភ្នែកឡើងមកវិញយិនសានមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញថាតួប្រុសរបស់យើងដែលជាធានយ័ន្តគឺគ្មាន
បញ្ហាអីសំបីតែបន្តិចហើយធានយ័ន្តរបស់យើងក៏បានបើកការវាយប្រហារទៅកាន់អ្នកទាំងពីរនាក់នឹងឲ្យអាវុធរបស់គេខ្ទេចប៉ុន្តែបងប្អូនទាំងពីរក៏នៅតែប្រើប្រាស់ជាមួយនឹងក្បួនមួយទៀតហើយក្បួនមួយនឹងគឺមានឈ្មោះថាការស្រូបយកខ្លឹមសារជីវិតមាសហើយយើងក៏ហាក់ដូចជាបានឃើញជាមួយនឹងអក្សរចិនដ៏រញ៉េរញ៉ៃទាំងអស់នេះកំពុងតែធ្វើការឡោមព័ទ្ធទៅកាន់ធានយ័ន្តរឿងបែបនេះសំបីតែលោកមេប៉ាធានស៊ីនិងលោកប្រតិចាយ៉ាងក៏មានការភ្ញាក់ផ្អើលជាមួយនឹងក្បួននៃការស្រូបយកជីវិតដូចគ្នាហើយក្បួនស្រូបមួយនេះវាគឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំងគ្រប់សភាវៈទាំងអស់តែម្ដងមិនថាអ្នកវឹកហាត់ស្ថិតនៅក្នុងកម្រិតមួយណាដំណាក់កាលនៃនោះទេប៉ុន្តែយ៉ាងណាក៏ដោយឲ្យតែសត្វមានជីវិតគឺអាចស្រូបយកបានតែម្ដងជាពិសេសនោះគឺជាអាវុធញញូស្ពាន់ទាំងគូវាគឺអាចប្រើប្រាស់ជាស្នូលនៃក្បួនមួយនេះហើយប្រសិនបើមិនអាចបំបែកជាមួយនឹងញញូស្ពាន់ទាំងគូបាននឹងនោះទេច្បាស់ណាស់ក្បួនមួយនឹងក៏មិនអាចបំបែកបានដូចគ្នាដែលធ្វើឲ្យកញ្ញាសៀវស៊ីគឺពិតជាព្រួយបារម្ភហៅថាលោកប៉ាប្រុងប្រយ័ត្នដែលធ្វើយិនសានក៏នៅតែនិយាយទៅកាន់បងប្អូនទាំងពីរឲ្យប្រើប្រាស់ជាមួយនឹងកម្លាំងបន្ថែមទៀតដាក់ទៅកាន់ធានយ័ន្តចំពោះធានយ័ន្តនៅពេលឃើញដូច្នេះគឺបានត្រឹមតែញញឹមហើយគេក៏បានសរសើរដូចគ្នាថាក្បួនមួយនឹងគឺពិតជាមានឥទ្ធិពលនិងមានកម្លាំងខ្លាំងមែនប៉ុន្តែគឺមានចំណុចខ្សោយច្រើនខ្លាំងណាស់បន្ទាប់មកទៀតគេក៏បានច្របាច់ញញូស្ពាន់ទាំងពីរនឹងគឺចូលគ្នាតែម្ដងយិនសានឃើញដូច្នេះគឺពិតជាភ្ញាក់ផ្អើលបងប្អូនទាំងពីរនាក់នេះក៏ត្រូវបានស្លាប់នៅនឹងកន្លែងដូចគ្នាចំពោះយិនសានបានត្រឹមតែស្រែកដោយមានការភ្ញាក់ផ្អើលគេគឺមិនជឿជាមួយនឹងរឿងរ៉ាវទាំងអស់នេះនោះទេពីព្រោះថាអ្នកប្រយុទ្ធជញូស្ពាន់ទាំងពីរគឺជាអំណោយដែលលោកមេប៉ាផ្ដល់ជូនមកកាន់ខ្លួនប៉ុន្តែគឺត្រូវបានបញ្ចប់ទាំងបែបនេះលោកមេប៉ាស៊ីមូរបស់យើងនៅពេលហ្នឹងកំពុងតែមើលទៅកាន់ពូប្រុសព្រមទាំងសរសើរថាគឺពិតជាខ្លាំងណាស់ហើយការដាំដុះរបស់គេគឺស្ថិតនៅក្នុងអាណាចក្រស្ដេចតែប៉ុណ្ណោះប៉ុន្តែកម្លាំងរបស់គេនឹងគឺពិតជាខ្លាំងមែនទែនខ្ញុំនឹងគឺបានមើលស្រាលនឹងវាយតម្លៃគេខុសម្ដងទៀតហើយមែនទេគេគឺពិតជាកម្ពុជាទេពកោសលដែលកម្ររកបានយិនសានៅពេលដែលឃើញថាកូនចៅទាំងពីររបស់ខ្លួនស្លាប់នៅចំពោះមុខគេគឺពិតជាខឹងខ្លាំងមែនទែននៅក្នុងថ្ងៃនេះយើងគឺត្រូវតែសម្លាប់ឯងដោយដៃរបស់យើងផ្ទាល់តែម្ដងហើយគេក៏បានប្រើប្រាស់ធម៌ពលរបស់ខ្លួនដាក់ចូលទៅដាវដ៏ធំរបស់គេព្រមទាំងនិយាយទៅថាក្បួនដាវបិសាចដាវជាច្រើនក៏បានបែងភាគព្រមទាំងហោះចូលទៅកាន់តួប្រុសរបស់យើងចំពោះធានយ័ន្តក៏បានត្រឹមតែកិច្ចគ្មានបញ្ហាចំពោះអ្នកម៉ែចាងហានឃើញដូច្នេះគឺពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងល្បឿនធានយ័ន្តខ្លាំងមែនទែនព្រោះថាវាលឿនចំណែកយិនសានរបស់យើងក៏នៅតែមានការខឹងសម្បាទៅកាន់ធានយ័ន្តរបស់យើងនៅក្នុងថ្ងៃនេះយើងគឺនឹងបើកការវិប្រហារជាមួយនឹងឯងរហូតដល់ស្លាប់ម្ខាងតែម្ដងបន្ទាប់ពីនិយាយដូច្នេះគេក៏បានស្រែកយ៉ាងខ្លាំងឡើងទៅផ្នែកខាងលើទៀតព្រមទាំងបញ្ចេញជាមួយនឹងក្បួនដាវបើកការវាយប្រហារទៅកាន់តួប្រុសរបស់យើងដែលជាធានយ័ន្តប៉ុន្តែក៏នៅតែមិនអាចធ្វើអ្វីធានយ័ន្តបានចឹងចំពោះលោកមេប៉ារបស់យើងក៏បានត្រឹមតែភ្ញាក់ផ្អើលកលែងមើលមុខក្រោយព្រមទាំងនិយាយថាខ្លាំងមែនហើយមិនថាយិនសានបញ្ចេញក្បួនដាវប៉ុន្មានម៉ឺនដាវនោះទេក៏មិនអាចធ្វើអ្វីរាងកាយធានយ័ន្តបានដូចគ្នាធានយ័ន្តបាននិយាយទៅថាបំបែកដាវរបស់ឯងប្រៀបបានដូចជាបំបែកខ្យល់អញ្ចឹងវាគឺពិតជាងាយខ្លាំងមែនទែនសម្រាប់យើងគ្រាន់តែក្បួនដាវដ៏ខូចខាតមួយនេះតែប៉ុណ្ណោះចាំមើលយើងបំបែកដោយដៃរបស់យើងផ្ទាល់យិនសានឮហើយគឺពិតជាសប្បាយចិត្តព្រមទាំងនិយាយទៅថាស្នូដាវចង់បំបែកវាដោយដៃទៅទេឯងនឹងគឺពិតជាមើលស្រាលពេកហើយប៉ុន្តែក្បួនដាវមួយនឹងក៏ត្រូវបានខ្ទេចខ្ទីអស់តែម្ដងដែលធ្វើឲ្យព្រឹទ្ធាចារ្យជីងជីនៅពេលហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រមទាំងនិយាយទៅថាគឺពិតជាអស្ចារ្យខ្លាំងមែនទែនចំណែកយិនសានរបស់យើងនៅពេលហ្នឹងក៏បានត្រឹមតែសោកដូចជាមនុស្សឈួតអញ្ចឹងព្រមទាំងដកយកជាមួយនឹងសម្លឹកយ័ន្តមួយនេះចេញមកផ្នែកខាងក្រៅព្រមទាំងនិយាយទៅថានៅពេលនេះឯងក៏ច្បាស់ជាដឹងជាមួយនឹងសម្លឹកយ័ន្តមួយនេះយើងគឺនឹងធ្វើការកោះហៅជាមួយនឹងសត្វបិសាចមួយដើម្បីធ្វើការចាប់ការទៅកាន់ឯងតែម្ដងនៅក្នុងថ្ងៃនេះឯងគឺច្បាស់ជាស្លាប់យ៉ាងពិតប្រាកដចំណែកលោកមេប៉ាធានស៊ីបន្ទាប់ពីឃើញថានេះគឺជាសម្លឹកយ័ន្តធ្វើការកោះហៅបិសាចគាត់គឺមានការភ្ញាក់ផ្អើលចំណែកព្រឹទ្ធាចារ្យវាងគាត់គឺមានចំណេះដឹងខាងប្រើប្រាស់មន្តអាគមដូច្នេះហើយសម្លឹកយ័ន្តមួយនឹងគាត់ដឹងយ៉ាងច្បាស់ថាវាគឺនឹងធ្វើការកោះហៅជាមួយនឹងសត្វបិសាចដ៏កម្ពូពីបុរាណដែលវាគឺជាសត្វបិសាចដែលនៅក្នុងបក្សស៊ាន់យីងហើយលោកមេប៉ាក៏បានប្រាប់ទៅកាន់យិនសារបស់យើងនឹងឲ្យត្រជាក់ចិត្តសិនទៅកុំធ្វើការកោះហៅសត្វបិសាចចេញមកអីព្រោះថាវាគឺនឹងអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យយិនសានលឺហើយគឺពិតជាមិនខ្វល់ឡើយព្រមទាំងនិយាយទៅថាម្នាក់នោះគឺបានធ្វើការសម្លាប់ទៅកាន់អ្នកបម្រើទាំងពីរនាក់របស់ខ្ញុំហើយថ្ងៃនេះខ្ញុំគឺនឹងយកមនុស្សពីរនាក់ត្រឡប់ទៅវិញហើយមុននឹងត្រឡប់ទៅខ្ញុំគឺនឹងសម្លាប់អាពីរនាក់នេះចោលជាមុនបន្ទាប់ពីលឺដូច្នេះព្រឹទ្ធាចារ្យយ៉ាងក៏នៅតែហាមឃាត់ប្រាប់ឲ្យគ្រប់គ្នាគឺធ្វើការដកថយភ្លាមទៅពីព្រោះថាវាគឺពិតជាគ្រោះថ្នាក់ចំណែកយិនសារបស់យើងក៏បានស្រែកឡើងទៅផ្នែកខាងលើធ្វើការកោះហៅជាមួយនឹងសត្វបិសាចដ៏កម្ពូរបស់គេចេញមកហើយយិនសារបស់យើងក៏បានហៅឈ្មោះបិសាចមួយនឹងថាជាបិសាចមីមីស្របពេលដែលថាមពលនៅផ្នែកខាងក្រោមនៅពេលនេះក៏បានផ្ទុះចេញមកពីដីដែលធ្វើយើងក៏បានឃើញជាមួយនឹងសត្វបិសាចដែលមានឈ្មោះថាមីមីមួយនឹងបង្ហាញខ្លួនចេញមកហើយដែលធ្វើព្រឹទ្ធាចារ្យយ៉ាងនៅពេលហ្នឹងគឺពិតជាព្រួយបារម្ភព្រោះត្រឹមតែបិសាចមួយក្បាលនេះគឺអាចបំផ្លាញទៅកាន់ប៉ាក់ស៊ីមូរបស់យើងបានទាំងអស់តែម្ដងស្របពេលដែលយិនសាននៅពេលហ្នឹងគឺសោកពិតជាសប្បាយចិត្តខ្លាំងមែនតើព្រមទាំងនិយាយទៅថាមីមីកូនប៉ាឯងគឺឆាប់កំចាប់ទៅកាន់បរោះនៅចំពោះមុខឯងទៅប៉ុន្តែបិសាចមីមីមួយហ្នឹងគ្រាន់តែសម្លឹងទៅកាន់ទូប្រុសរបស់យើងធ្វើទឹកមុខធម្មតាទូប្រុសរបស់យើងក៏ដូចគ្នាសម្លឹងមុខគ្នាទៅមុខយើងហាក់ដូចជាឃើញថាទឹកមុខបិសាចមីមីមួយហ្នឹងហាក់ដូចជាភ័យខ្លាច
ខ្លាចអាមិនដឹងនោះទេធ្វើឲ្យយិនសារបស់យើងបាននិយាយទៅថាកូនប៉ាចាប់ការភ្លាមទៅបិសាចមីមីបាននិយាយទៅថាខ្ញុំគឺត្រឡប់ទៅវិញហើយគឺខ្ញុំរវល់ខ្លាំងមែនតើបន្ទាប់មកទៀតក៏បានដកខ្លួនទៅវិញបាត់ទៅតែធ្វើឲ្យគ្រប់គ្នាឃើញដូច្នេះគឺពិតជាគាំងខ្លាំងមែនតើជាពិសេសគឺជាព្រឹត្តិការណ៍យ៉ាងមើលទៅបិសាចមីមីស្អីគេនឹងគឺល្បីតែឈ្មោះនោះទេគ្មានបានការអីឡើយស្របពេលដែលធានយ័ន្តរបស់យើងនៅពេលហ្នឹងក៏បានស្ទុះចូលទៅដាក់មួយជើងទៅកាន់យិនសារបស់យើងឲ្យក្អួតឈាមនៅទីកន្លែងមួយនឹងយិនសាទោះបីជាគេក្អួតឈាមក៏នៅតែលើកយកឈ្មោះប៉ារបស់គេមកនិយាយគំរាមទៅកាន់ធានយ័ន្តរបស់យើងអាល្អិតឯងគឺហ៊ានធ្វើបែបនេះមកកាន់យើងច្បាស់ជាស្លាប់ធានយ័ន្តរបស់យើងឮហើយក៏បាននិយាយទៅថាបើចង់សម្លាប់ឯងនោះគឺងាយសម្រាប់យើងខ្លាំងមែនតើហើយគេក៏បានដាក់មួយជើងទៅកាន់យិនសារបស់យើងឲ្យប៉ាវមកទីកន្លែងមួយនេះយិនសារបស់យើងក៏អួតឈាមហូរឈាមតាមច្រមុះផងមាត់ផងក៏នៅតែខ្លាំងព្រមទាំងនិយាយទៅថាប៉ាស៊ន់យិនគឺមិនលើកលែងឲ្យឯងឡើយដែលធ្វើឲ្យតួប្រុសបន្ទាប់ពីឮដូច្នេះហើយក៏បាននិយាយទៅថាតាមពិតទៅយើងគឺពិតជាមិនចង់សម្លាប់ឯងប៉ុន្មាននោះទេប៉ុន្តែដោយសារតែឯងគឺនិយាយច្រើនពេកហើយដូច្នេះហើយនៅក្នុងថ្ងៃនេះយើងគឺមិនទុកមុខឲ្យទៀតនោះទេហើយគេក៏បានបើកការវាយប្រហារព្រមទាំងធ្វើឲ្យយិនសារបស់យើងម្នាក់នឹងខ្លាចដូចគ្នាក៏ធ្វើដំណើររត់ចាក់ចេញតែម្ដងចំពោះអ្នកឲ្យក្របថ្នាំកម្រិតទី2ទៅកាន់យិនសានក៏បានប្រាប់ទៅកាន់លោកប្រតិចារយ៉ាងថាក្របថ្នាំអមតៈគេយកទៅហើយមិនទាន់ឲ្យយើងនៅឡើយនោះទេដែលធ្វើឲ្យប្រតិចារយ៉ាងបាននិយាយទៅថាធានយ័ន្តបញ្ឈប់គេភ្លាមទៅដើម្បីយកក្របថ្នាំធានយ័ន្តឮហើយក៏បាននិយាយទៅថាយ៉ាងម៉េចវាគឺជារឿងរបស់ខ្ញុំមែនទេចំពោះប្រតិចារយីក៏បានប្រាប់ទៅកាន់លោកប្រតិចារវាងថាយ៉ាងណាក៏ដោយធានយ័ន្តរបស់យើងនឹងគឺបានជួយមកកាន់បកមួយចំនួនហើយគឺមិនចាំបាច់បង្កបញ្ហាជាមួយនឹងធានយ័ន្តទៀតនោះទេចំពោះលោកមេបកធានស៊ីក៏បានដើរទៅចាត់តួប្រុសរបស់យើងព្រមទាំងប្រាប់ទៅថាដោយសារតែឯងគឺមានគុណសម្បត្តិធ្វើការស្រោចស្រង់មកបកស៊ីមូរបស់យើងដូច្នេះហើយយើងគឺនឹងនាំឯងនឹងទៅជួបជាមួយនឹងលោកមេបកចាស់ហើយតើឯងនឹងគឺយល់យ៉ាងម៉េចដែរបន្ទាប់ពីនិយាយដូច្នេះលោកមេបកធានស៊ីរបស់យើងនឹងក៏បានដើរចាស់ចេញទាំងបិទភ្នែកនៅទីកន្លែងមួយនឹងហាក់ដូចជាផ្ដល់សញ្ញាទៅកាន់ឲ្យមនុស្សផ្សេងទៀតនៅលើភ្នំទាំងអស់នេះកុំទាន់ធ្វើសកម្មភាពអីហើយរឿងរ៉ាវទាំងអស់នឹងធានយ័ន្តក៏បានមើលឃើញដូចគ្នាព្រមទាំងនិយាយទៅថាលោកមេបកកំពុងតែលេងជាមួយនឹងភ្លើងហើយបន្ទាប់ពីគិតដូច្នេះដែលធ្វើឲ្យតួប្រុសក៏បាននិយាយទៅថាពួកឯងគឺចង់សាឡបងដោយខ្លួនឯងនោះទេស្របពេលដែលយើងហាក់ដូចជាបានឃើញជាមួយនឹងពន្លឺទាំងអស់នេះនៅលើកំពូលភ្នំដែលធ្វើឲ្យលោកមេបកនិងលោកប្រតិចារយ៉ាងគឺពិតជាឆ្ងល់ខ្លាំងមែនតើតើមានរឿងអ្វីកើតឡើងនៅទីកន្លែងមួយនោះទៅដែលលោកមេបកនៅពេលហ្នឹងគឺមិនខ្វល់ទៀតនោះទេក៏បាននាំសិស្សគុណផ្សេងទៀតគឺធ្វើដំណើរចាកចេញពីទីកន្លែងមួយហ្នឹងព្រមទាំងហៅតួប្រុសរបស់យើងធានយ័ន្តឲ្យធ្វើដំណើរទៅជាមួយនឹងខ្លួនទៀតផងសិស្សគុណបក្សីមូនៅពេលនេះដាវរបស់គេប្រេះបែកម្នាក់ៗក៏អួតឈាមសិតសឹងតែមានរបួសធ្ងន់ចំណែកម្នាក់នេះបានត្រឹមតែសន្លប់នៅនឹងកន្លែងឥឡូវយើងកាត់មកមើលលោកមេបករបស់យើងនៅពេលនេះគាត់កំពុងតែធ្វើការអង្គុយវឹកហាត់ទៅដោយអំណាចនៃធម៌ពលពន្លឺពណ៌មាសពាសពេញនឹងបន្ទាប់ពីបើកភ្នែកឡើងឃើញថាលោកមេបកនៅចំពោះមុខខ្លួនក៏បានត្រឹមតែនិយាយទៅថា10ឆ្នាំមកហើយនៅទីបំផុតខ្ញុំគឺចូលទៅដល់អាណាចក្រអមតៈចំពោះគ្រប់គ្នាឃើញដូច្នេះក៏បានត្រឹមតែគោរពសរសើរទៅកាន់លោកមេបកចាស់តែប៉ុណ្ណោះព្រោះថាគាត់នឹងគឺពិតជាមានសមត្ថភាពខ្លាំងចំណែកលោកមេបកនេះពេលបច្ចុប្បន្នធានស៊ីកំពុងតែមានការប្រៀបធៀបកម្លាំងរបស់លោកមេបកចាស់ជាមួយនឹងសត្វបិសាចកោះហៅមីមីមួយនោះតាមមួយណាខ្លាំងជាងប្រសិនបើអ្នកទាំងពីរប្រកួតគ្នាប៉ុន្តែគាត់គឺមិនគិតច្រើនទៀតនោះទេព្រោះបិសាចមីមីមួយនោះគឺមិនអាចបង្ហាញខ្លួនក្នុងរយៈពេលដ៏ខ្លីបែបនេះជាលើកទី2បានឡើយស្របពេលដែលលោកមេបកចាស់ក៏បានត្រឹមតែនិយាយសរសើរអំពីមនុស្សនៅក្នុងបក្សស៊ីមូរបស់ខ្លួនថានាពេលបច្ចុប្បន្ននេះគឺពិតជាមានការរីកចម្រើនខ្លាំងមែនទែនប៉ុន្តែក៏មានការធ្លាក់ចុះនៅការដាំដុះមួយចំនួនដូចគ្នាវាគឺពិតជារឿងអាម៉ាស់ខ្លាំងមែនទែនចំពោះគ្រប់គ្នាការដែលឮដូច្នេះក៏បានយល់ជាមួយនឹងពាក្យសម្ដីរបស់លោកមេបកចាស់ចំណែកលោកមេបកចាស់របស់យើងក៏សួរទៅថាតើនរណាគឺមានឈ្មោះថាធានយ័ន្តលោកមេបកធានស៊ីឮដូច្នេះក៏បានចង្អុលទៅកាន់តួប្រុសរបស់យើងដែលជាធានយ័ន្តព្រមទាំងប្រាប់ទៅថាគេគឺនៅទីកន្លែងមួយនោះលោកមេបកចាស់របស់យើងបន្ទាប់ពីឮដូច្នេះហើយក៏បានលោតចាកចេញពីទីកន្លែងរបស់គាត់ដើរទៅពិនិត្យមើលតែម្ដងចង់ដឹងដូចគ្នាថាម្នាក់នឹងគឺជានរណាឲ្យប្រកាសទៅហេតុអីក៏គេហ៊ានប៉ះពាល់មនុស្សនៅក្នុងបក្សស៊ីមូរបស់យើងចំណែកព្រឹទ្ធាចារ្យយ៉ាងក៏ឲ្យលោកមេបកចាស់នឹងជួយចាប់ចែងពីព្រោះធានយ័ន្តម្នាក់នេះគេហ៊ានសម្លាប់ទៅកាន់មនុស្សនៅក្នុងបក្សស៊ីមូរបស់យើងចំណែកព្រឹទ្ធាយាយរបស់យើងក៏បានប្រាប់ទៅកាន់លោកព្រឹទ្ធាចារ្យយ៉ាងនឹងឲ្យស្ងប់ស្ងាត់ទៅយ៉ាងណាក៏ដោយធានយ័ន្តក៏ធ្លាប់ជួយមកកាន់បក្សស៊ីមូរបស់យើងដូចគ្នាប៉ុន្តែព្រឹទ្ធាចារ្យយ៉ាងគឺមិនសុខចិត្តឡើយចំណែកលោកមេបកចាស់របស់យើងក៏មានការមួម៉ៅបន្តិចដូចគ្នាសម្លឹងទៅកាន់ធានយ័ន្តរបស់យើងនៅទីកន្លែងមួយនឹងលោកព្រឹទ្ធាចារ្យយ៉ាងរបស់យើងឯនេះវិញគាត់គឺពិតជាសប្បាយចិត្តខ្លាំងមែនទែននៅទីកន្លែងមួយនឹងចំពោះលោកមេបកចាស់នៅពេលហ្នឹងក៏បានលិតជង្គង់ចោះធ្វើការគោរពតួប្រុសរបស់យើងនឹងហៅថាជាលោកគ្រូដែលធ្វើឲ្យតួប្រុសក៏បាននិយាយទៅថាយើងគឺមិនធ្វើជាគ្រូរបស់ឯងទៀតនោះទេដែលធ្វើឲ្យលោកមេបកចាស់ក៏នៅតែដេញតាមគោរពទៅកាន់ធានយ័ន្តមិនត្រឹមតែប៉ុណ្ណឹងនោះទេលោកមេបកចាស់ហ្នឹងក៏បានស្រែកយមនាដីពាសពេញនឹងតែម្ដងចំពោះលោកមេបកទានស៊ីគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានដល់នោះទេថាលោកមេបកចាស់តាមពិតទៅគឺជាអតីតកូនសិស្សរបស់ធានយ័ន្តរបស់យើងចំណែកតួប្រុសរបស់យើងនៅពេលហ្នឹងក៏បានត្រឹមតែឈរធម្មតាលោកព្រឹទ្ធាចារ្យយានរបស់យើងនៅពេលហ្នឹងគឺមិនជឿជាមួយនឹងរឿងដែលបានកើតឡើងនឹងនោះទេ
ដែលពួកគេទាំងអស់គ្នានាពេលនឹងនៅពេលនេះកំពុងតែនិយាយទៅថាវាគឺគ្រាន់តែជាសុបិនមួយតែប៉ុណ្ណោះចំណែកលោកមេបកចាស់របស់យើងនឹងក៏នៅតែនិយាយទៅថាដោយសារតែសិស្សល្ងងគឺមិនស្ដាប់បង្គាប់លោកគ្រូធ្វើឲ្យបកស៊ីមូនឹងគឺមានការធ្លាក់ចុះដល់ម្លឹងសូមលោកគ្រូនឹងអធិស្ឋានឲ្យផងប៉ុន្តែប្រសិនបើលោកគ្រូជួយជ្រោមជ្រែងខ្ញុំបន្តទៀតខ្ញុំគឺសន្និដ្ឋានថាខ្ញុំគឺនឹងអាចធ្វើការស្រោចស្រង់បកស៊ីមូរបស់ខ្ញុំឲ្យវារីកចម្រើនម្ដងទៀតបានជាក់ជាមិនខានហើយយើងឃើញថាលោកមេបកចាស់នឹងក៏បានទៅអង្វរទូប្រុសរបស់យើងខ្លាំងមែនទែនព្រមទាំងនិយាយទៅថាលោកគ្រូគឺត្រូវតែជួយគ្រប់គ្រងមកកាន់ខ្ញុំហើយយើងមើលតែមុខរបស់លោកមេបកចាស់ទៅក៏ដឹងដូចគ្នាថាគាត់នឹងគឺពិតជានិយាយសង្វរទៅកាន់ធានយ័ន្តរបស់យើងច្រើនខ្លាំងមែនទែនឲ្យជួយគ្រប់គ្រងមកកាន់ខ្លួនធានយ័ន្តឮហើយក៏បាននិយាយទៅថាតាមពិតទៅខ្ញុំគឺបានបង្ហាត់ជាមួយនឹងបច្ចេកទេសតៃយីជាពិសេសនោះគឺបានធ្វើការវឹកហាត់ជាមួយនឹងបច្ចេកទេសអាថ៌កំបាំងធ្វើការព្យាបាលជំងឺរបស់អ្នកដូចគ្នាហើយសំនិយាយតាមត្រង់ទៅចោះយើងគឺជួយឯងច្រើនពេកហើយយើងគឺមិនចង់ជួយឯងទៀតនោះទេបន្ទាប់ពីឮដូច្នេះលោកមេបកចាស់របស់យើងក៏បានក្រោកឈរឡើងព្រមទាំងប្រាប់ទៅថាមិនអាចនោះទេលោកគ្រូគឺត្រូវតែធ្វើការបង្ហាត់បង្រៀនខ្ញុំបន្តទៀតបើមិនដូច្នេះនោះទេការរីកចម្រើនរបស់ខ្ញុំគឺនឹងមានការធ្លាក់ចុះទៀតជាក់ជាមិនខានចំណែកលោកមេបករបស់យើងក៏បាននិយាយទៅថាលោកមេបកចាស់តើលោកមេបកចាស់កំពុងតែធ្វើអីនឹងចំណែកលោកមេបកចាស់ក៏បាននិយាយទៅថាបិទមាត់ភ្លាមទៅគ្រប់គ្នានៅពេលហ្នឹងក៏ចាប់ផ្ដើមគាំងនៅទីកន្លែងមួយនឹងតែម្ដងលោកមេបកចាស់ក៏បាននិយាយទៅថាតាមពិតជំងឺបេះដូងរបស់យើងវាគឺត្រូវបានព្យាបាលនិងជាសះស្បើយដោយសារតែធានយ័ន្តដូច្នេះហើយពួកឯងទាំងអស់គ្នាកុំធ្វើអ្វីផ្ដេសផ្ដាសជាមួយនឹងធានយ័ន្តឲ្យសោះគ្រប់គ្នាការដែលឮដូច្នេះហើយម្នាក់គឺពិតជាគាំងខ្លាំងមែនទែនស្របពេលដែលធានយ័ន្តក៏បានធ្វើដំណើរចាកចេញពីទីកន្លែងមួយនឹងចំពោះលោកមេបកចាស់ក៏បានត្រឹមតែគោរពលាទៅកាន់ធានយ័ន្តរបស់យើងថាជាលោកគ្រូចំណែកលោកមេបកធានស៊ីក៏និយាយទៅថាលោកមេបកចាស់ការធ្វើបែបនេះវាគឺជាការប្រមាថមួយសម្រាប់បកស៊ីមូរបស់យើងហេតុអីក៏លោកមេបកចាស់គោរពទៅកាន់បរិសម្នាក់នោះហៅថាលោកគ្រូដូច្នេះវាគឺមិនសមហេតុផលឡើយលោកមេបកចាស់បន្ទាប់ពីឮដូច្នេះហើយក៏បានក្រឡេកមកព្រមទាំងនិយាយជាមួយនឹងពាក្យដ៏កំណាចថាមិនសមហេតុផលមែនទេដែលធ្វើឲ្យលោកមេបកធានស៊ីរបស់យើងគ្រាន់តែឃើញជាមួយនឹងចំហាយបែបនេះក៏ដឹងហើយថាតើវាគឺជាមនុស្សដែលស្ថិតនៅក្នុងអាណាចក្រអមតៈមែនទេចំហាយគឺពិតជាខ្លាំងព្រឹត្តិចារ្យយាននិងព្រឹត្តិចារ្យយ៉ាងគឺស្ងាត់មាត់ជ្រាបចំណែកមេបកចាស់គឺមិនចង់សួរនាំរឿងរ៉ាវច្រើនអីនោះទេក៏បានសួរទៅថាបច្ចុប្បន្ននេះតើបកស៊ីមូគឺមានចំនួនជាមួយនឹងបកណាខ្លះទៅមេបកធានស៊ីក៏បាននិយាយទៅថាបកទី1ដែលមានចំនួននោះគឺជាបកស៊ွန်ជីងហើយមួយទៀតនោះគឺជាសំណាក់សាកសពខ្ញុំឮថាពួកមនុស្សនៅក្នុងសំណាក់សាកសពនាពេលនេះកំពុងតែធ្វើសកម្មភាពបណ្ដានៅក្នុងព្រៃរបស់ពួកយើងហើយបន្ទាប់ពីឮដូច្នេះលោកមេបកចាស់ក៏បាននិយាយទៅថាមើលទៅសត្រូវបកស៊ីមូរបស់យើងគឺមានទាំងខាងមុខនិងខាងក្រោយបើចង់ទៅមុខទៀតក៏វាកាន់តែពិបាកចង់ដកថយក៏មិនអាចទៅរួចដូចគ្នាគ្រប់គ្នាឮដូច្នេះហើយក៏ចង់ឲ្យលោកមេបកនឹងគឺជួយដោះស្រាយព្រមទាំងជួយស្រោចស្រង់ទៅកាន់បកស៊ីមូរបស់យើងឡើងមកវិញលោកមេបកចាស់ក៏បាននិយាយទៅថាមិនអីនោះទេយ៉ាងណាក៏ដោយយើងគឺនឹងធ្វើការបង្ហាត់បង្រៀនជាមួយនឹងវិជាតៃយីទៅកាន់ពួកឯងឥឡូវយើងកាត់មកមើលទៀមនៅតាមចិញ្ចើមផ្លូវមួយនេះយើងក៏បានឃើញអ្នកក្លាហានយីនសានរបស់យើងនៅពេលនេះកំពុងតែអង្គុយផឹកស្រានៅទីកន្លែងមួយនេះដោយមានការមួម៉ៅជាទីបំផុតជាមួយនឹងមនុស្សនៅក្នុងបក្សស៊ីមូសម្បីតែបិសាចមីរបស់ខ្ញុំក៏មិនហ៊ានប៉ះពាល់ទៅកាន់បរិសម្នាក់ដែលមានឈ្មោះថាធានយ័ន្តមួយនោះដូចគ្នាហើយប្រសិនបើខ្ញុំត្រឡប់ទៅកាន់បករបស់ខ្ញុំវិញតើខ្ញុំនឹងគឺមានមុខមាត់អីដើម្បីដោះស្រាយជាមួយនឹងលោកមេបកទៅនាពេលបច្ចុប្បន្នខ្ញុំគឺមានតែគ្រាប់ថ្នាំអមតៈកម្រិតទី2តែប៉ុណ្ណោះគឺមិនអាចជួយអីបាននោះទេសកម្មភាពរបស់គេបញ្ចេញគ្រាប់ថ្នាំអមតៈក៏ឃើញទៅដោយបរិស2នាក់ដែលធ្វើឲ្យអ្នកក្លាហានយេនសានក៏នៅតែនិយាយថាធានយ័ន្តយើងគឺនឹងសងឯងវិញនៅថ្ងៃណាមួយស្របពេលដែលបរិសស្គរម្នាក់នេះក៏បង្ហាញខ្លួនចេញមកព្រមទាំងនិយាយទៅថាអាចមកឯងជាណាទៅមើលទៅក្លិននៅលើរាងកាយរបស់ឯងគឺពិតជាក្រអូបខ្លាំងមែនតែនបរិសម៉ាប់ម្នាក់ទៀតក៏បង្ហាញខ្លួនដូចគ្នាយេនសានក៏ស្រែកទៅថាពួកឯងគឺជាណាបរិសស្គរម្នាក់នេះក៏បាននិយាយទៅថាយើងគឺជាខ្មោចលោភលន់ចំណែកបរិសម៉ាប់ម្នាក់នេះក៏បានចេញមកព្រមទាំងប្រាប់ទៅថាយើងគឺជាខ្មោចអត់ឃ្លានបន្ទាប់ពីឮជាមួយនឹងរហស្សនាមខ្មោចលោភលន់និងខ្មោចអត់ឃ្លានហើយធ្វើឲ្យយិនសារបស់យើងក៏បានដឹងតែម្ដងតាមពិតទៅពួកគេទាំងពីរនាក់នឹងគឺជាមនុស្សនៅក្នុងសំណាក់សាកសពហើយតាខ្មោចអត់ឃ្លាននិងខ្មោចលោភលន់ពួកគេទាំងពីរគឺធ្វើដំណើរមកទីកន្លែងមួយនឹងមានគោលបំណងអីឲ្យប្រកបទៅខ្ញុំគឺពិតជាសោយធំខ្លាំងមែនតើនៅពេលនេះដែលបានជួបជាមួយនឹងខ្មោចទាំងពីរនាក់នឹងចំណែកខ្មោចអត់ឃ្លានរបស់យើងនៅពេលនេះក៏បានត្រឹមតែលិតមាត់លិតកតែប៉ុណ្ណោះខ្មោចលោភលន់ក៏បានត្រឹមតែញញឹមយិនសានក៏បានប្រាប់ទៅថាកុំធ្វើបាបខ្ញុំអីចំពោះខ្មោចអត់ឃ្លានរបស់យើងក៏បានសួរទៅកាន់យិនសានឯងគឺមានស្គាល់ជាមួយនឹងប៉ាក់ស៊ីមូដែរទេបន្ទាប់ពីឮដូច្នេះហើយដែលធ្វើឲ្យយិនសារបស់យើងគឺចាប់ផ្ដើមបដូរទឹកមុខព្រមទាំងនិយាយទៅថាគឺស្គាល់ច្បាស់ខ្លាំងណាស់មនុស្សនៅក្នុងប៉ាក់ស៊ីមូនឹងគឺពិតជាឆ្លើយចំណែកខ្មោចលោភលន់ក៏សួរទៅកាន់យិនសារបស់យើងតើនៅក្នុងដៃរបស់ឯងនឹងគឺជាអីទៅយើងគឺអាចសំមើបន្តិចបានដែរទេយិនសារបស់យើងឮហើយគឺហាក់ដូចជាភ័យព្រួយព្រមទាំងប្រាប់ទៅថាតាមពិតទៅវាគឺគ្រាន់តែជាប្រាក់ខែដែលលោកមេប៉ាក់បានផ្ដល់មកឲ្យខ្ញុំតែប៉ុណ្ណោះគឺគ្រាន់តែជាគ្រាប់ថ្នាំធម្មតាចំពោះខ្មោចលោភលន់ក៏បាននិយាយទៅថាអញ្ចឹងយើងគឺសំមើ
មើលបន្តិចមើលតើវាគឺជាអីដែលធ្វើយីនសានក៏នៅតែចង្អុលនិយាយទៅថាតាមពិតទៅវាគឺគ្រាន់តែជាគ្រាប់ថ្នាំធម្មតាតែប៉ុណ្ណោះហើយខ្ញុំគឺមិនអាចឲ្យអ្នកទាំងពីរមើលបាននោះទេព្រោះថាវាគឺជារឿងសម្ងាត់របស់ប៉ាក់ខ្ញុំចំពោះខ្មោចអត់ឃ្លានគេគឺពិតជាឃ្លានខ្លាំងមែនតែនខាំដៃយីនសារបស់យើងស៊ីទៅពីក្រោកតែម្ដងយីនសារបស់យើងក៏បានស្រែកខ្លាំងថាដៃរបស់ខ្ញុំខ្ជាក់ដៃរបស់ខ្ញុំចេញមកវិញភ្លាមមកចំណែកខ្មោចអត់ឃ្លានក៏បានខ្ជាក់គ្រាប់ថ្នាំកម្រិតទី2ចេញមកប្រគល់ឲ្យទៅកាន់ខ្មោចលោភលន់ខ្មោចលោភលន់បន្ទាប់ពីឃើញគ្រាប់ថ្នាំហើយគឺពិតជាសប្បាយចិត្តចំណែកខ្មោចអត់ឃ្លានក៏បានត្រឹមតែនិយាយទាំងឈាមពេញមាត់ថាជាមួយនឹងគ្រាប់ថ្នាំមួយនោះថ្មីត្បិតតែខ្ញុំមិនសូវដឹងថាវាគឺជាគ្រាប់ថ្នាំអ្វីប៉ុន្តែមើលទៅវាទៅគឺហាក់ដូចជាមានក្លិនដ៏ចម្លែកប្រកបជាគ្រាប់ថ្នាំដ៏ល្អជាក់ជាមិនខានខ្មោចលោភលន់ក៏បាននិយាយទៅថាឯងមានទ្រព្យសម្បត្តិអីទៀតដែរទេប្រសិនបើនៅតែលាក់បាំងទៀតដៃរបស់ឯងមួយទៀតក៏នឹងដាច់ដូចគ្នាបន្ទាប់ពីនិយាយគំរាមទៅកាន់យីនសានហើយពួកគេទាំងពីរក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងមួយនឹងកាត់មកមើលនៅទីកន្លែងសាឡបងក្នុងប៉ាក់ស៊ីមូ2ថ្ងៃក៏បានកន្លងផុតទៅសិស្សគុណគ្រប់គ្នាគឺនឹងចិត្តចាក់ចេញពីការវឹកហាត់វិញហើយច្រឡំវាគឺមិនមែនជាការវឹកហាត់នោះទេប៉ុន្តែវាគឺជាការសាឡបងនៅកម្រិតទី2ក្នុងប៉ាក់ស៊ីមូប្រសិនបើអ្នកណាអាចឆ្លងផុតនៅការសាឡបងមួយនេះរយៈពេល2ថ្ងៃអ្នកទាំងអស់គ្នានោះគឺនឹងអាចក្លាយទៅជាសិស្សគុណក្នុងប៉ាក់ស៊ីមូចំណែកស៊ីវស៊ីរបស់យើងក៏បានត្រឹមតែនិយាយទៅកាន់អ្នកម៉ាក់ចាងហានរបស់ខ្លួនថាលោកប៉ាគឺបានមកទៀតហើយចាងហានឮហើយក៏បាននិយាយទៅថាយើងប្រាប់ឯងហើយរវាងយើងនិងគេម្នាក់នោះគឺមិនមានទំនាក់ទំនងជាមួយនឹងគ្នាទៀតនោះទេបន្ទាប់ពីឮដូច្នេះស៊ីវស៊ីក៏បានឆ្លើយចាស់ព្រមទាំងអោបអ្នកម៉ាក់របស់ខ្លួនចំពោះព្រឹទ្ធាចារ្យយីនៅពេលនឹងក៏បានបង្ហាញខ្លួនចេញមកដែលធ្វើឲ្យស៊ីវស៊ីក៏បានត្រឹមតែហៅថាលោកយាយចំណែកព្រឹទ្ធាចារ្យយីរបស់យើងក៏បាននិយាយទៅកាន់កូនស្រីរបស់ខ្លួននៅពេលនេះអត្តសញ្ញាណតួប្រុសរបស់យើងនឹងគឺពិតជាអាចកំបាំងនឹងចម្លែកពិតមែនហើយតើឯងគឺមានដឹងរឿងរ៉ាវទាំងអស់នេះដែរទេជាមួយនឹងធានយ័ន្តម្នាក់នោះបន្ទាប់ពីឮដូច្នេះហើយចាងហានក៏បានប្រាប់ទៅកាន់អ្នកម៉ាក់របស់ខ្លួនវិញថាគឺមិនច្បាស់ដូចគ្នាហើយនាងនឹងក៏បានត្រឹមតែសំទោសតែប៉ុណ្ណោះព្រមទាំងប្រាប់ទៅថាប្រាប់លោកឪពុកផងថាខ្លួននឹងគឺមិនអាចធ្វើកិច្ចការធំបាននោះទេចំពោះអ្នកក្លាហានធានយ័ន្តបានត្រឹមតែស្ដាប់ឮនៅទីកន្លែងមួយនេះចំណែកលោកមេប៉ាក់ធានស៊ីក៏បានបង្ហាញខ្លួនចេញមកព្រមទាំងនិយាយទៅថាតើពិតដែរទេថាឯងនឹងគឺជាគ្រូពិតប្រាកដរបស់លោកមេប៉ាក់ចាស់បន្ទាប់ពីឮដូច្នេះហើយធានយ័ន្តក៏បានប្រាប់ទៅថាជាការពិតហើយវិជាតៃយីមួយនោះក៏ខ្ញុំជាអ្នកផ្ដល់ឲ្យលោកមេប៉ាក់ចាស់ដូចគ្នាបន្ទាប់ពីឮដូច្នេះលោកមេប៉ាក់ធានស៊ីគឺស្ទើរតែមិនចង់ជឿចំណែកលោកមេប៉ាក់ធានស៊ីយ៉ាងណាក៏ដោយទោះបីជាឯងជាគ្រូរបស់លោកមេប៉ាក់ចាស់ឯងក៏ត្រូវតែមានការដាក់ខ្លួនបន្តិចដូចគ្នានៅក្នុងប៉ាក់ស៊ីមូក៏បង្កបញ្ហាណាទៀតឲ្យសោះបន្ទាប់ពីនិយាយដូច្នេះគាត់ក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងមួយនឹងតែម្ដងហើយមុននឹងចាក់ចេញនឹងក៏បានប្រាប់ទៅកាន់តួប្រុសរបស់យើងនឹងឲ្យជួយជ្រើសរើសសិស្សថ្មីនៅក្នុងប៉ាក់ស៊ីមូរបស់ខ្លួនផងការសាកល្បងលើកទី2នៅពេលនេះក៏ត្រូវបានបញ្ចប់រយៈពេល2ថ្ងៃក៏ត្រូវបានកន្លងផុតដូចគ្នាគ្រប់គ្នាក៏បានធ្វើដំណើរចាក់ចេញពីលាអាងភ្នំមួយនេះវិញចំណែកបរិសម្នាក់ដែលជាអ្នកមើលការខុសត្រូវក្នុងការសាកល្បងបានត្រឹមតែនិយាយទៅថានៅពេលនេះការសាកល្បងលើកទី2ក្នុងប៉ាក់ស៊ីមូត្រូវបានបញ្ចប់ហើយស្របពេលដែលកូនចៅរបស់ធានយ័ន្តក៏បានបង្ហាញខ្លួនចេញមកព្រមទាំងនិយាយទៅថាមើលទៅម្នាក់នោះគឺពិតជាមានទេពកោសល្យខ្លាំងមែនទែនគេគឺពិតជាស័ក្តិសមជាកូនរបស់លោកម្ចាស់ទោះបីជាបាត់ឆ្អឹងព្រលឹងឋានសួគ៌ក៏ដោយក៏ទេពកោសល្យរបស់គេនឹងនៅតែគួរឲ្យភ័យខ្លាចកាត់មកមើលសៀវស៊ីដែលក្មេងជាងគេនៅពេលនេះកំពុងតែត្រួតពិនិត្យមានអារម្មណ៍ថាហាក់ដូចជាខុសប្លែកស្របពេលដែលសត្វវិញ្ញាណ3ក្បាលក៏បានបង្ហាញខ្លួនចេញមកចំពោះគ្រប់គ្នាការដែលឃើញជាមួយនឹងសត្វបិសាចទាំងអស់នេះក៏ស្គាល់ដូចគ្នាព្រោះថាវាគឺជាបិសាចវេទមន្តស្ថិតនៅក្នុងព្រៃដងហួងហេតុអ្វីក៏វាបង្ហាញខ្លួននៅច្រកទ្វារប៉ាក់ស៊ីមូរបស់យើងហើយវានឹងបើកការវាយប្រហារសំណាងល្អសិស្សគុណគ្រប់គ្នាក៏បានរួមដៃគ្នាដើម្បីធ្វើការចាប់ការទៅកាន់បិសាចវេទមន្តហើយយើងក៏បានឃើញដាវវេទមន្តពណ៌ស្វាយមួយនេះកំចាប់ទៅកាន់សត្វបិសាចនៅពេលនោះយើងក៏បានឃើញជាមួយនឹងពពួកអមតៈបង្ហាញខ្លួនចេញមកមើលទៅកម្លាំងរបស់នាងគឺពិតជាមិនធម្មតានោះទេហើយនាងនឹងក៏បាននិយាយទៅកាន់មនុស្សផ្សេងទៀតឲ្យធ្វើការចាប់ការឲ្យលឿនភ្លាមទៅប្រសិនបើមិនអាចទប់ទល់បាននោះទេគឺធ្វើការដកថយចំណែកសៀវយីដោយសារតែមាររបស់គេតូចខ្លាំងជាងគេដូច្នេះហើយត្រូវបានបិសាចវេទមន្តក្នុងព្រៃដងហួងមួយនឹងបើកការវាយប្រហារប៉ាងរណាត់រណៃពេញនឹងស្របពេលដែលសត្វបិសាចផ្សេងទៀតក៏បានបើកការវាយប្រហារទៅកាន់អ្នកផ្សេងទៀតដូចគ្នាចំពោះអ្នកមើលការខុសត្រូវដឹងថារឿងមិនសូវស្រួលធ្វើដំណើរចាក់ចេញព្រមទាំងប្រាប់ទៅថានឹងយករឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់លោកមេប៉ាក់ឲ្យបានដឹងនៅពេលដែលគេធ្វើដំណើរចាក់ចេញនឹងគ្រប់គ្នាក៏បានហាមឃាត់ថាកំទៅអីចំពោះស៊ូហ្វឹងកូនចៅធានយ័ន្តឃើញដូច្នេះក៏បានងក់ក្បាលជាមួយនឹងអ្នកក្លាហានសក់លឿងឲ្យចូលទៅអ្នកក្លាហានសក់លឿងឃើញដូច្នេះក៏បាននិយាយទៅថាអ្នកប្រុសតូចសៀវយីគឺជួបគ្រោះថ្នាក់ហើយពួកយើងគឺឆាប់ចូលទៅជួយគាត់ទៅដែលធ្វើឲ្យតួប្រុសក៏បានប្រាប់ទៅថាកំតាន់អីកាត់មកមើលសៀវយីកំពុងតែធ្វើការគេចចេញអំពីការវាយប្រហាររបស់សត្វបិសាចចំពោះសៀវយីគេនៅពេលនឹងគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការតតាំងជាមួយនឹងសត្វបិសាចបន្តទៀតចំពោះអ្នកក្លាហានស៊ុនហ្វឹងក៏បានប្រាប់ទៅកាន់តួប្រុសថាពួកយើងគួរធ្វើបែបណានៅពេលនេះតួប្រុសរបស់យើងក៏បានប្រាប់ទៅថានៅពេលនេះឆាប់រៀបចំក្បួនបំភាន់ភ្លាមទៅ
ត្រូវតែធ្វើយ៉ាងណាក៏ដោយឲ្យការបំភាន់មួយនេះវាប្រៀបបានដូចជាការពិតអញ្ចឹងគ្រាន់តែនិយាយបែបនេះហើយកូនចៅទាំងពីរនាក់របស់ធានយ័ន្តនៅពេលហ្នឹងក៏ចាប់ផ្ដើមរៀបក្បួនស្របពេលដែលសត្វបិសាចនៅពេលហ្នឹងក៏បានចូលទៅបើកការវាយប្រហារទៅកាន់អ្នកក្លាហានសៀវយីនៅពេលហ្នឹងក៏មិនអាចគេចផុតបានដូចគ្នាក៏ត្រូវបានសត្វបិសាចមួយនេះចាក់ទម្លុះរាងកាយហើយតើខ្ញុំគឺស្លាប់ទាំងបែបនេះមែនទេមិនអាចនោះទេខ្ញុំគឺមិនចង់ស្លាប់ទាំងបែបនេះបានឡើយស្របពេលដែលរាងកាយសៀវយីហាក់ដូចជាធ្លាក់ទៅទីកន្លែងមួយផ្សេងទៀតហើយគេក៏បានស្រមៃនៅពេលដែលក្មេងជាច្រើនបានជេរមកកាន់ខ្លួនសំណាងល្អដែលធ្វើឲ្យសៀវស៊ីប្អូនស្រីរបស់គេបង្ហាញខ្លួនចេញមកជួយការពារតាន់ច្រឡំសៀវស៊ីគឺមិនមែនជាប្អូនស្រីនោះទេប៉ុន្តែគឺជាបងស្រីហើយអ្នកទាំងពីរក៏បានធ្វើដំណើររត់ចាក់ចេញពីទីកន្លែងមួយនឹងបាត់ទៅមកដល់ផ្ទះរបស់ខ្លួនអ្នកនាងចាងហានក៏បាននិយាយទៅកាន់កូនទាំងពីរថាញ៉ាំវាភ្លាមទៅអ្នកម៉ាក់គឺមិនឃ្លាននោះទេប៉ុន្តែមើលទៅនាងគឺហាក់ដូចជាមិនអាចកុហកទៅកាន់កូនទាំងពីររបស់ខ្លួនបានឡើយព្រោះថាពោះរបស់នាងកំពុងតែកោឃើញដូច្នេះសៀវស៊ីនិងសៀវយីយកអាហាររបស់ពួកគេទៅឲ្យអ្នកម៉ាក់របស់ខ្លួនស្របពេលដែលបរិសម្នាក់អត់សក់ក៏បានបោះថង់ប្រាក់ចូលមកនិយាយទៅថានេះគឺជាប្រាក់នៅក្នុងខែមួយនេះប៉ុន្តែសម្រាប់ឲ្យហើយចុះប្រាក់មួយនេះគឺសម្រាប់តែមនុស្សម្នាក់តែប៉ុណ្ណោះបើពី3នាក់ទៀតខ្លួនគឺមិនដឹងនោះទេចំពោះសៀវយីក៏បាននិយាយទៅថាមកពីឯងនឹងហើយទើបអ្នកម៉ាក់របស់យើងនឹងមិនមានការហូបចុកគ្រប់គ្រាន់នៅពេលដែលគេចូលទៅក៏ត្រូវបានបរិសម្នាក់នេះធាក់យកប៉ុន្តែសំណាងល្អចាងហាននាងក៏បានមកអោបកូនប្រុសរបស់ខ្លួនដែលធ្វើបរិសម្នាក់នឹងធាក់តែត្រូវចាងហាននោះទេហើយគេក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងនឹងវិញចំពោះចាងហានទោះបីជាគេវាយដំបែបណាក៏នៅតែញញឹមចំពោះកូនទាំងពីរស្របពេលដែលបរិសអត់សក់មុននឹងក៏បាននិយាយទៅថាលោកបងវាងកិច្ចការដែលលោកបងបានធ្វើគឺខ្ញុំធ្វើរួចហើយលោកបងវាងបានត្រឹមតែឲ្យមេដៃស្របពេលដែលសៀវយីគឺពិតជាមួម៉ៅចំពោះរាងកាយសៀវយីនេះពេលបច្ចុប្បន្នកំពុងតែអណ្ដែតហើយគេក៏នៅតែស្រមៃនៅរឿងដែលធ្លាប់ឆ្លងកាត់កន្លងមកព្រមទាំងនិយាយទៅថាមានតែធ្វើខ្លួនឯងរឹងមាំនោះទេទើបអាចការពារទៅកាន់បងស្រីនិងអ្នកម៉ាក់របស់ខ្ញុំបានខ្ញុំគឺត្រូវតែបន្តតំណែងនេះជំនួសឪពុករបស់ខ្ញុំមិនឲ្យមានអ្នកណាឈឺចាប់ទៀតនោះទេប៉ុន្តែធ្វើឲ្យសៀវយីរបស់យើងនៅពេលហ្នឹងក៏បាននិយាយដូចគ្នាប៉ុន្តែខ្ញុំនៅពេលនេះតាស្លាប់ហើយមែនទេមិនអាចនោះទេហើយគេនឹងក៏បានសំទោសទៅកាន់បងស្រីរបស់ខ្លួននិងអ្នកម៉ាក់ព្រោះថាខ្លួននឹងគឺបានព្យាយាមអស់ពីកម្លាំងកាយចិត្តហើយក៏នៅតែមិនអាចធ្វើអ្វីបានដូចគ្នាហើយគេនឹងក៏បានត្រឹមតែសំទោសហើយគេក៏បានឃើញជាមួយនឹងស្រមោលមនុស្សម្នាក់ទៀតដែលគេនឹងគឺមិនទទួលស្គាល់ថាជាឪពុករបស់ខ្លួននោះទេប៉ុន្តែនៅពេលនេះគេក៏បាននិយាយថាជួយសង្គ្រោះខ្ញុំផងទៅហើយគេក៏ហាក់ដូចជាបានឃើញជាមួយនឹងរូបរាងធាងយ័ន្តនឹងចាប់ផ្ដើមរលាយបន្តិចម្ដងដូចគ្នាហើយគេនឹងក៏បានបិទភ្នែកនៅទីកន្លែងមួយនឹងតែម្ដងទៅហើយតាមពិតទៅការវាយប្រហារមុននឹងគឺមិនចំរាងកាយរបស់គេនោះទេបែរជាចំរាងកាយធានយ័ន្តរបស់យើងនោះទេធានយ័ន្តទោះបីជាធ្លុះរាងកាយដោយសារតែសត្វបិសាចមិនខ្វល់អីនោះទេបញ្ចូលធម្មពលជួយការពារទៅកាន់កូនប្រុសរបស់ខ្លួនចាប់ដកដៃបិសាចដូចជាកំបិតមួយនេះគ្រាន់តែប្រើប្រាស់ជាមួយនឹងកែវភ្នែកនិងការសម្លឹងធ្វើឲ្យបិសាចមួយនឹងនៅពេលនេះក៏ចាប់ផ្ដើមផ្ទុះខ្ទេចខ្ទីនៅទីកន្លែងមួយនឹងបាត់ទៅគ្រប់គ្នាឃើញដូច្នេះក៏បានត្រឹមតែសរសើរថាគឺពិតជាខ្លាំងមែនទែនចំពោះរឿងរបស់យើងក៏ឈានចូលទីបញ្ចប់តែត្រឹមនឹងដូចគ្នានៅពេលនេះក៏មានតែជម្រាបលាជួបគ្នាវីដេអូក្រោយ